ជំរាបសួរនាងខ្ញុំឡៃដានីថ្ងៃនេះសូមលើកយកប្រធានបទសរសើរនិងនិន្ទាជាធម្មតាក្នុងចំណោមបុគ្គលជាបុគ្គលជនទាំងឡាយតែមានសេចក្តីរីករាយទៅនឹងការបាននៅសេចក្តីសរសើរហើយកើតសេចក្តីទោមនស្សទូចចិត្តទៅនឹងពាក្យរិះគន់និន្ទាបន្ទាបបន្ថោកស្តីបន្ទោសសេចក្តីសរសើរប្រសិនបើស័ក្តិសមទៅនឹងការប្រព្រឹត្តក៏រមែងពីរោះដល់ការស្ដាប់តែបើមិនស័ក្តិសមឬថាមិនសមស្របទៅនឹងការប្រព្រឹត្តទេនោះវាពិតជាคล้ายទៅជាការបញ្ជោឬការបញ្ចាច់បញ្ចើទៅវិញបើទោះជាពីរោះក៏ដោយសេចក្តីសរសើរនោះគឺមានលក្ខណៈក្លែងបន្លំតែប៉ុណ្ណោះមនុស្សយើងដោយច្រើនគឺស្ថិតនៅក្រោមការជះឥទ្ធិពលនៃពាក្យសរសើរនិងពាក្យនិន្ទាអំពីសំណាក់អ្នកដទៃប៉ុន្តែក៏បីយល់ឲ្យកាន់តែច្បាស់ថាការសរសើរនិងការនិន្ទាគឺជាសម្លេងដែលកើតចេញពីមាត់របស់អ្នកដទៃតែប៉ុណ្ណោះវានឹងមិនមានឥទ្ធិពលអ្វីទាំងអស់ប្រសិនបើវាមិនបានមកប៉ះត្រចៀករបស់យើងទេនោះនេះជាអត្ថបទដកស្រង់ពីសៀវភៅរលកលោកធម៌របស់ឧបាសកសានសុជាសូមអរគុណសូមជម្រាបលា